សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបគ្នាសាជាថ្មីម្ដងទៀតហើយណាជាមួយនឹងមុខម្ហូបឆាសាច់គោជាមួយនឹងខ្ទឹមក្រហមធ្លាប់តែរដងនឹងយើងឆាជាមួយនឹងខ្ទឹមបារាំងត្រូវអត់តែសារនឹងសាកមកឆាជាមួយនឹងខ្ទឹមក្រហមម្ដងមើលវិធីធ្វើនឹងដូចនឹងឆាទូទៅដែរទេដំបូងយើងដាក់បំពងខ្ទឹមសនៅពេលដែលខ្ទឹមមានក្លិនឈ្ងុយហើយនឹងចាំយើងដាក់ខ្ទឹមក្រហមយើងឆាខ្ទឹមក្រហមនឹងសិនណាឆាចុះឆាឡើងឲ្យខ្ទឹមនឹងទន់បន្តិចសិនពេលដែលខ្ទឹមរៀងត្រោមបន្តិចហើយនឹងខ្ញុំចាក់សាច់គោចូលសាច់គោនឹងខ្ញុំប្រឡាក់ជាមួយនឹងស្ករអំបិលប៊ីចេងហើយនឹងប្រេងខ្យងណាហើយយើងប្រឡាក់មើលលៃលោកតាមចំណូលចិត្តរៀងខ្លួនទៅបងប្អូនបន្ទាប់មកយើងឆាសាច់គោជាមួយនឹងខ្ទឹមក្រហមនឹងឲ្យវាចូលជាតិគ្នាឲ្យបានល្អណាបន្ទាប់ពីឆាចុះឆាឡើងបានមួយសន្ទុះហើយនឹងខ្ញុំដាក់ទឹកចូលបន្តិចបើអ្នកទាំងអស់គ្នាចូលចិត្តឆាបែបខាប់កកក៏មិនបាច់ចាំដាក់ទឹកទេចុងក្រោយនឹងគឺខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមដើម្បីឲ្យឆាខ្ញុំនឹងកាន់តែមានក្លិនឈ្ងុយណាបើសិនអ្នកទាំងអស់គ្នាចេះញ៉ាំម្រេចដាក់ម្រេចមកកាន់តែឆ្ងាញ់ចូលជាតិគ្នាហ្មងគ្រាន់តែថាខ្ញុំនឹងអត់សូវចូលចិត្តម្រេចចឹងខ្ញុំមិនដាក់ទេនឹងឯងរបៀបធ្វើគឺមានតែប៉ុណ្្នឹងទេងាយស្រួលខ្លាំងមែនទែនចំណែកសាច់គោវិញបើយើងឆាយូរពេកទៅវាឆ្អិនជ្រុលវាទៅជាឡើងស្វិតចឹងអត់សូវឆ្ងាញ់ចឹងឆ្អិនម៉មយើងបញ្ញាបិទភ្លើងទៅអរគុណច្រើនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់ណាកុំភ្លេចចុច Subscribe ឲ្យ Channel YouTube ម្នាក់មួយផងអរគុណច្រើនទាំងអស់គ្នាជម្រាបលាបាយបាយ